មេដឹកនាំយុវជនជាសសរទ្រូងបបផហេតុកម្លាំងស្នូលព្រមទាំងជាអ្នកបន្តវេនថែរក្សាការពារសន្តិភាពដើម្បីរួមចំណែកកសាងមាតុភូមិកម្ពុជាឲ្យមានការអភិវឌ្ឍនិងរីកចម្រើនលោកគង់សំអាតមេដឹកនាំយុវជនស្រុកប្រាសាទបាឡាំងនិងជាអភិបាលស្រុកបានពន្យល់ថាយុវជនជាសសរទ្រូងបុព្វហេតុកម្លាំងស្នូលព្រមទាំងជាអ្នកបន្តវេនថែរក្សាការពារសន្តិភាពដើម្បីរួមចំណែកកសាងមាតុភូមិកម្ពុជាឲ្យមានការអភិវឌ្ឍនិងរីកចម្រើនលោកគង់សំអាតអភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាឡាំងបានថ្លែងក្នុងកិច្ចប្រជុំជាមួយនឹងសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងស្រុកប្រាសាទបាឡាំងនៅថ្ងៃទី14ខែសីហាឆ្នាំ2026លោកប្រធានក្រុមបានបន្តថាទោះបីនិស្សិតលោកគ្រូអ្នកគ្រូបុគ្គលិកធ្វើការក្នុងស្ថាប័នរដ្ឋឬក្រុមហ៊ុនសហគ្រាសឯកជនឬនៅទីណាក៏ដោយខ្ញុំសង្ឃឹមថាបងប្អូននឹងមិនគ្រាន់តែធ្វើការដើម្បីតែប្រាក់ខែដែលទទួលបានរៀងរាល់ចុងខែឬផលប្រយោជន៍នានាប៉ុណ្ណោះទេពុំមាននរណាម្នាក់ឲ្យតម្លៃលើមនុស្សអាត្មានិយមដែលគិតតែអំពីប្រយោជន៍ផ្ទាល់ខ្លួននោះទេលើសពីនេះមេដឹកនាំក្រុមយុវជនស្រុកលោកគង់សំអាតបានបន្តថាយើងត្រូវរៀបចំខ្លួនឲ្យក្លាយជាមន្ត្រីឬបុគ្គលិកដែលមានតម្លៃមិនអាចខ្វះបានឲ្យមានសារៈសំខាន់នៅក្នុងអង្គភាពការងាររបស់ខ្លួនបងប្អូនត្រូវប្រឹងប្រែងអភិវឌ្ឍខ្លួនឲ្យក្លាយជាបុគ្គលដែលប្រកបទៅដោយធម៌ពលរាងកាយរឹងមាំនិងឃ្លាវខ្លាខួរក្បាលវាងវៃសមត្ថភាពជំនាញនិងវិជ្ជាជីវៈខ្ពង់ខ្ពស់និងមានបេះដូងល្អបរិសុទ្ធប្រកបដោយឆន្ទៈនិងស្មារតីស្នេហាជាតិមាតុភូមិដើម្បីរួមចំណែកនៅក្នុងការរក្សាសុខសន្តិភាពដែលយើងកំពុងមាននិងចូលរួមដោះស្រាយសង្គមទាំងឡាយដើម្បីអភិវឌ្ឍយូរអង្វែងតពូជពងវង្សត្រកូលរបស់ខ្មែរយើងតរៀងទៅលោកអភិបាលបានលើកឡើងទៀតថាជាមោទនភាពរបស់ស្រុកប្រាសាទបាឡាំងទាំងមូលដែលមួយឆ្នាំយើងទទួលបានធនធានមនុស្សជាច្រើនក្នុងការរួមចំណែកអភិវឌ្ឍនៅតាមមូលដ្ឋានក៏ដូចជាជួយលើកស្ទួយស្រុករបស់យើងឲ្យទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ដែលជាផ្នែកមួយដ៏ធំក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋក្នុងការដោះស្រាយជូនពួកគាត់ប្រកបដោយគុណភាពលោកក៏បានទទូចសូមសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជារបស់យើងខិតខំសិក្សានិងអភិវឌ្ឍខ្លួនបន្ថែមដើម្បីបន្តចូលរួមអភិវឌ្ឍស្រុកឲ្យមានការរីកចម្រើននិងត្រូវធ្វើយ៉ាងណាត្រូវឲ្យយុវជនដែលជាសសរទ្រូងទាំងអស់យល់ច្បាស់អំពីតម្លៃនៃសន្តិភាពទោះបីជានៅពេលនេះប្រទេសជាតិយើងកំពុងមានការឈ្លានពានពីសំណាក់ប្រទេសជិតខាងក្តីតែយុវជនរបស់យើងត្រូវធ្វើយ៉ាងណាបន្តសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំខិតខំពង្រឹងសមត្ថភាពដើម្បីចូលរួមក្នុងការការពារមាតុភូមិក្រោមពាក្យស្លោកយុវជនគឺជាសសរទ្រូងក្នុងកិច្ចការបុព្វហេតុជាតិមេក្រុមយុវជនបានផ្ដាំផ្ញើឲ្យយុវជនគំរូល្អៗត្រូវផ្ដល់បទពិសោធន៍ដើម្បីចែករំលែកដល់យុវជនដទៃទៀតឲ្យបានយល់ដឹងនៅអ្វីដែលប្រទេសជាតិមាននិងការអភិវឌ្ឍដោយមិនប្រកាន់ពូជសាសន៍ឡើយហើយប្រសិនបើប្រទេសជាតិមានយុវជនមានចំណេះដឹងខ្ពង់ខ្ពស់មានធនធានមនុស្សល្អនោះប្រទេសនឹងមានការរីកចម្រើនបន្ថែមទៀតបច្ចុប្បន្នស្រុករបស់យើងមានការអភិវឌ្ឍមានសុខសន្តិភាពមានស្ថិរភាពនយោបាយមានការរីកចម្រើនយុវជនមានការយល់ដឹងបានច្រើនក្នុងការចូលរួមចែករំលែកបទពិសោធន៍ចំណេះដឹងនៅអ្វីដែលថ្មីដល់យុវជនទូទៅដោយកុំយកពេលឥតប្រយោជន៍ធ្វើអ្វីដែលសង្គមស្អប់ខ្ពើមនិងគ្មានការរីកចម្រើនហើយយុវជនធ្វើការងារផ្អែកលើមូលដ្ឋាននៃកិច្ចសហការមិត្តភាពការផ្ដល់ឱកាសមិនរើសអើងនិងបម្រើផលប្រយោជន៍រួមហើយជាពិសេសយើងជ្រើសរើសយកការចែករំលែកមិនមែនបំបែកបំបាក់មិនមែនការស្អប់ចូលរួមផ្ដល់យោបល់កែលម្អមិនមែនរិះគន់ដើម្បីបំផ្លាញមិនមែនបំបាក់ទឹកចិត្តឬបន្ទោសបង្អាប់គ្នានោះទេ